Sum groupជំរាបសួរពុកម៉ែពុំមីងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយពាក់ព័ន្ធពីដំណាំស្វាយបាទហើយដំណាំស្វាយខ្ញុំលើកមកបង្ហាញនេះមានច្រើនប្រភេទបាទដូចជាស្វាយពូជអៃវិនប៉មអូស្ត្រាលីពូជស្វាយខៀវសវើយពូជស្វាយកែវចិនជាដើមហើយនៅមានស្វាយច្រើនប្រភេទទៀតបាទដូចជាងាឆាងហើយមហាឆ្នុកហើយហ្នឹងបាទហើយជាធម្មតាបាទរដូវនេះគឺចូលខែ11ចុងខែ11ខែ12នេះគឺដំណាំស្វាយរបស់យើងចាប់ផ្ដើមពេញផ្កាហើយបាទហើយក្នុងការថែទាំផ្កាឲ្យកាន់បាទនេះខ្ញុំអត់លើកយកវិធីសាស្ត្រគីមីទេព្រោះវិធីសាស្ត្រគីមីគឺយើងប្រើថ្នាំបំប៉នប្រើអីចឹងណាបាទហើយសម្រាប់ខ្ញុំលើកនេះគឺការការពារបែបនេះស្រួលបាទអញ្ចឹងនៅពេលដែលមានផ្កាមកយើងឧស្សាហ៍ស្រោចទឹកឧស្សាហ៍តាមដានបាទមើលក្រែងមានតកៅមានអីបាទហើយដំណាំស្វាយជាពិសេសស្វាយផ្អែមដូចស្វាយខៀវសវើស្វាយអីប៉ុណ្ណេះហ្នឹងនៅខាងខ្ញុំនេះគឺអាស្រ័យមានតកៅច្រើនហើយបាទនេះគឺជាផ្លែបាទប៉ិនមេដាយហើយបាទហើយក្នុងមួយម៉ែកអីចឹងទៅយើងទុកផ្លែពី3បាទយើងមើលផ្លែណាដែលល្អធំមូស្អាតអីហ្នឹងយើងទុកហើយយើងធ្វើការច្រកឲ្យក្នុងការទុកនេះគឺយើងយកផ្លែដែលមានរូបរាងស្អាតដើម្បីទុកទៅក្នុងមួយម៉ែកឬក៏មួយតងទៅបានផ្លែមួយដែលមានគុណភាពធំហើយនឹងសាច់ផ្អែមបាទហើយនេះគឺស្វាយប៉មអូស្ត្រាលីបាទនេះបាទនេះគឺប្រភេទស្វាយអៃវិនបាទនេះមួយเป็นធំnhưក្តាប់ដៃអត់ទាន់ដល់ពេលថាល្មមនេះមើលថានេះគឺអាចមិនទាន់សគាផងនេះបាទបានសគារឿងសគាតិចបាទហើយផ្លែមួយគឺពណ៌ស្អាតមានទំហំធំបាទទៅនៅក្នុងរូបភាពវីដេអូនេះបាទនេះបាទហើយនេះខ្ញុំធ្វើការច្រកការពារបាទមួយម៉េចឯទុកតែមួយទេបាទហើយថងដែលខ្ញុំច្រកនេះគឺមានលក់នៅលើទីផ្សារនៅតាមបណ្ដាញសង្គមបាទហើយថងនេះខ្ញុំអាចប្រើបាន2រដូវខ្ញុំច្រកស្វាយខ្ញុំទៅច្រកតបែកទៀតបាទនេះហើយគឺជាពូជគេថាងាឆាងផ្លែវែងបាទទំហំឡើងវែងបាទនេះធំវែងយ៉ាងមកចង្អែមទៀតបាទហើយផ្លែមួយសឹងតា1ជាង1គីឡូហើយបាទតាមប្រភេទទំហំផ្លែបាទនេះអញ្ចឹងមួយតងខ្ញុំទុកបាន2ផ្លែខ្ញុំកែបានតែមួយផ្លែទេបាទហើយមួយផ្លែឡើងចង់ប៉ាតដល់ដីបាទហើយរដូវប្រាំងនេះយើងឧស្សាហ៍ស្រោចទឹកឧស្សាហ៍ដាក់ជីទៅគឺផ្លែចេះតែនៅកាន់ទេបាទហើយនេះទំហំផ្លែមួយឆ្អែមបាទបាទហើយនេះគ្រាន់តែមានវីដេអូមួយលេងព្រោះចិត្តដល់រដូវថែទាំស្វាយយកផ្លែបាទហើយនេះគឺជាការថែទាំរបស់ខ្ញុំបាទមកតងយក1យក2ឯងបាទដើម្បីបានទំហំផ្លែធំបាទហើយវែងស្អាតបាទហើយការប្រើប្រាស់ជីបងប្អូនពុកម៉ែពុំមីងអាចជើញទៅមើលវីដេអូចាស់ព្រោះខ្ញុំដាក់រៀបរាប់តាំងពីការប្រើប្រាស់ជីខ្ញុំប្រើនេះឆ្នាំហ្នឹងក៏ខ្ញុំប្រើជីដដែលបាទគឺជីខ្ជុំកានបាទខ្ញុំអត់ដូរជីទេបាទផ្លែឡើងប៉ាដល់ដីបាទត្រប់ទៅអត់នេះមួយហើយនេះនៅពេលដែលចាប់ផ្ដើមប្រែពណ៌ទៅក្រូចគឺជាទុំហ្នឹងបាទយើងអាចបេះយកទៅប្រទុំបានហើយបើយក4យក3អាចទុំហូបបានហើយបាទនេះគឺជាការប្រែសបល់បាទគឺផ្លែមុនហ្នឹងដែលខ្ញុំវាស់ឃើញមកឆ្អែមហ្នឹងបាទមើលទំហំផ្លែប៉ុណ្ណាហើយធំជាងដៃខ្ញុំផងបាទហើយនេះគឺខ្ញុំតាមថែសារស្រោចដាក់ជីនិងស្រោចទឹកឡើងបាទនេះហើយវិញនេះហ្នឹងបាទធំបាទមួយសឹងតែជាង1គីឡូបាទសូមអរគុណសម្រាប់ការតាមដានទស្សនាបាទវីដេអូខ្លីៗបាទពាក់ព័ន្ធទៅលើដំណាំស្វាយបាទហើយការថែទាំការដាក់ជីការបាញ់ទឹកនិងការថែទាំផ្លែនិងការជ្រើសផ្លែហ្នឹងអាស្រ័យទៅលើពុកម៉ែពូមីងគាត់ជាអ្នកថែសារបាទសូមអរគុណបាទសូមអរគុណសម្រាប់ការតាមដាននិងទស្សនាបាទសូមជួយចុច like និង subscribe ម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗពាក់ព័ន្ធអំពីដំណាំបាទសូមអរគុណបាទសូមជម្រាបលាបាទ